បរិះខ្មែរអ៊ីស្លាមចំនួន2នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាមួយនិងរថយន្តធំដឹកទំនិញនៅលើផ្លូវល្បឿនលឿន Richimo Cafe ប្រេនកាហ្វេលំដាប់ខ្ពស់ចម្រាញ់ចេញពីកាហ្វេ Arabica Sot 100% Richimo ផ្ដល់នូវក្លិនឈ្ងុយជាប់មាត់តាំងពីដំណក់ដំបូងចង់ក្រេបរសជាតិកាហ្វេ Sot កាហ្វេឆ្ងាញ់បែប Premium និងមុខម្ហូបជាច្រើនទៀត Complex Richimo Cafe ទីតាំងដំរីផាក 598 ចរាចរណ៍រវាងរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តព្រះសីហនុដែលដឹកអ្នកជំងឺយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យរាជធានីភ្នំពេញបុកពីក្រោយរថយន្តធំហើយនៅក្នុងរថយន្តពេទ្យនេះក្រៅពីអ្នកបើកបរមានអ្នករួមដំណើរចំនួន6នាក់នៅក្នុងនោះត្រូវបានគេរាយការណ៍ថាមានបរិះខ្មែរអ៊ីស្លាមចំនួន2នាក់ដែលបានស្លាប់ដែលមានឈ្មោះថា Altul Karim ភេទប្រុសអាយុ33ឆ្នាំស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ2ឈ្មោះ Al Zakriya ភេទប្រុសអាយុ33ឆ្នាំរបួស3ឈ្មោះ Matna ភេទស្រីអាយុ45ឆ្នាំរបួស4ឈ្មោះ Him Lazim ភេទស្រីអាយុ34ឆ្នាំរបួស5ឈ្មោះ Him Dina ភេទស្រីអាយុ35ឆ្នាំរបួស6ឈ្មោះ Matsan ភេទប្រុសអាយុ66ឆ្នាំនៅក្នុងនោះអ្នករួមដំណើរមានអាស័យដ្ឋានរស់នៅភូមិបន្ទាយព្រៃឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុតាមការបញ្ជាក់ពីមន្ត្រីចរាចរណ៍អធិការដ្ឋាននគរបាលស្រុកភ្នំស្រួយបានឲ្យដឹងថារថយន្តពេទ្យបានបាក់បោះនៅក្នុងទិសដៅព្រះសីហនុភ្នំពេញលុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តធំមួយដឹកកុងតឺន័រគ្រឿងពេញទំហឹងនៅក្នុងទិសដៅស្របគ្នាដែលមានផ្លាកលេខភ្នំពេញហើយអ្នកបាក់បោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដែលបានរត់គេចខ្លួនពីកន្លែងកាត់ហេតុសមត្ថកិច្ចក៏បានឲ្យដឹងបន្ថែមថារថយន្តធំនោះរមាក់សណ្ដោងមិនមានសញ្ញាភ្លើងបំភ្លឺក្រោយទេហើយមេឃងងឹតលេឡំដែលភ្លៀងធ្លាក់ផងដែរជាស្ដែងក្រោយពីកាត់ហេតុសមត្ថកិច្ចនគរបាលបានជួយអន្តរាគមន៍សង្គ្រោះអ្នករបួសទាំងអស់ដែលបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំពោះរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួយដើម្បីចាត់ការដំណោះស្រាយតាមនីតិវិធីច្បាប់ស្តីពីច្បាប់ចរាចរណ៍ទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990